នៅក្នុងវីដេអូនេះគឺខ្ញុំនឹងចែករំលែកចំណុចមួយចំនួនដែរខ្ញុំគិតថាវាល្អមែនទែនសម្រាប់បងប្អូនយើងថ្មីដែលចង់ទទួលបច្ចេកយកមកធ្វើហើយយើងនឹងត្រៀមអ្វីខ្លះមុនយើងទទួលបច្ចេកមកធ្វើអានេះគេហៅថា freelance ហ្នឹងហើយទោះបីជាយើងធ្វើការពេញម៉ោងក៏ដោយអញ្ចឹងយើងឆ្លៀតនៅពេលដែលម៉ោងសម្រាកហ្នឹងពេលយប់ហ្នឹងក្នុងនាមយើងជា graphic design គឺតែងតែមានការងារបន្តបន្សំអញ្ចឹងទៅអញ្ចឹងខ្ញុំមាន6ចំណុចដែរសម្រាប់ឲ្យគ្នាយើងអាចត្រៀមខ្លួនក៏ដូចជារៀបចំឲ្យបានល្អមុននឹងយើងចាប់ផ្ដើមទទួលបច្ចេកមកធ្វើអញ្ចឹងចំណុចទី1នោះគឺការត្រៀមជា quotation អញ្ចឹងរាល់ការធ្វើការងារជាមួយនឹងអតិថិជនគឺតែងតែមាន quotation ហ្នឹងហើយឲ្យវាមានលក្ខណៈជា standard មួយទោះបីជាយើងធ្វើជាលក្ខណៈបុគ្គលក៏ដោយក៏យើងត្រូវតែមានធ្វើអាហ្នឹងដែរអញ្ចឹង quotation ហ្នឹងគឺជាការរៀបរាប់អំពីសេវាកម្មយើងដែលយើងទៅធ្វើអីជូនគាត់ឧទាហរណ៍ថាយើងរចនាទៅលើ poster logo banner extend ហ្នឹងគឺយើងរៀបរាប់នៅក្នុង quotation ហ្នឹងណាតកតងទៅនឹងឈ្មោះបច្ចេករបស់យើងតកតងនឹងតម្លៃមួយឯកតាសរុបមកមិនប្រមាណអីហ្នឹងគឺយើងមានដាក់បញ្ចូលនៅក្នុង quotation ហ្នឹងចំពោះការបញ្ចូលព័ត៌មានយ៉ាងណាគឺអាចធ្វើការស្រាវជ្រាវលើអ៊ីនធឺណិតបាន quotation គឺមានការបង្ហោះនៅលើ Google ច្រើនតម្រងណានឹងមានការបំពេញព័ត៌មានរបស់ភាគីម្ខាងដែលជាអតិថិជនរបស់យើងហ្នឹងយើងបំពេញព័ត៌មានជូនគាត់មកនឹងយើងរៀបចំឲ្យវាមានស្តង់ដារមួយសម្រាប់ខ្លួនឯងដែរណាចូលដល់មកចំណុចទី2គឺការត្រៀមធ្វើជាលក្ខណៈ invoice ណាចឹង invoice ក៏យើងធ្វើដែរអញ្ចឹង quotation ដែលចំណុចខាងលើនេះគ្រាន់តែជាការព្រៀងទុកទេណាមិនមែនជាលក្ខណៈដូចជា invoice ទេ invoice ហ្នឹងគឺបញ្ជាក់ការធ្វើការងាររួចរាល់ណាធ្វើរួចរាល់បានគឺចេញ receipt ឬក៏ invoice ហ្នឹងអញ្ចឹង invoice គឺយើងចេញមកគឺយើងទទួលទាត់ការងារយើង 100% តែម្ដងហើយនៅក្នុង quotation អាហ្នឹងគ្រាន់តែជាការបង្ហាញទៅដល់អតិថិជនយើងថាតម្លៃប៉ុណ្ណេះអង្គដូចជាអតិថិជនខ្លះគាត់អាចជ្រែតម្លៃអញ្ចឹងទៅណាអញ្ចឹងគាត់នឹងសុំ quotation ហ្នឹងអាហ្នឹងវាតកតងទៅនឹងក្រុមហ៊ុនដែរអញ្ចឹងបើសិនជាលក្ខណៈក្រុមហ៊ុនគាត់តែងតែទាមទារ quotation ហ្នឹងហើយដើម្បីធ្វើការឆ្លងទៅលើ team ផ្សេងតើចំពោះតម្លៃប៉ុណ្ណឹងតើអាចទទួលបានអត់ចឹងទៅណាអញ្ចឹងគាត់ត្រូវការ quotation invoice ហ្នឹងតើតែយើងធ្វើការងាររួចរាល់គាត់អូខេហើយគឺយើងអាចធ្វើការផ្ញើ invoice ដើម្បីទូទាត់ការងាររបស់យើងណា 100% ចូលមកដល់ចំណុចទី3ក៏ពិតចំណុចទី3នេះគឺយើងមានហើយតាំងពីដើមមកហើយមុននឹងគាត់ស្គាល់យើងតែយើងធ្វើអីហ្នឹងគឺយើងមានហើយគេថា portfolio ហ្នឹងហើយបើសិនជាគាត់ចង់មើលអាហ្នឹងយើងបង្ហាញជូនគាត់ទៅថាការងារនេះខ្ញុំធ្លាប់ធ្វើយ៉ាងទៅហ្នឹងតែពេលខ្លះអតិថិជនខ្លះគាត់ដឹងហើយព្រោះគាត់តាមដានអ្វីដែលយើងធ្លាប់ធ្វើនៅតាម social ផ្សេងណាយើងផុសទៅអញ្ចឹងគាត់ចាប់អារម្មណ៍បានគាត់តាក់ទងមកយើងថាយើងច្បាស់ជាអាចធ្វើបានការងារហ្នឹងហើយបានគាត់តាក់ទងមកអញ្ចឹងគាត់តែយើងត្រៀមទេ portfolio ហ្នឹងតងទៅនឹងអ្វីដែលយើងធ្លាប់ធ្វើកន្លងមកហើយ portfolio ហ្នឹងវាមានប្រយោជន៍ផ្សេងទៀតណាបើយើងស្វែងរកការងារទៅក៏ត្រូវការហ្នឹងដែរហើយបើយើងទទួលបច្ចេកធ្វើក៏យើងត្រូវការអាហ្នឹងដែរដើម្បីបង្ហាញដល់អតិថិជនរបស់យើងដែលគាត់ចង់មើលអញ្ចឹងទៅគឺយើងមានអាហ្នឹងរៀបចំឲ្យបានស្អាតមកអ្វីដែលយើងធ្លាប់ធ្វើមកយើងរៀបចំវាឲ្យបានស្អាតមានរបៀបរៀបរយមកណាចូលមកដល់ចំណុចទី4ចំណុចទី4នេះគឺវាតកតងនឹងចំណុចទី1ដែរគឺការទូទាត់ប្រាក់កក់ណាដែលយើងនឹងមានលេខលាក់នៅក្នុង quotation ណាយើង note អាកន្លែងខាងក្រោមតារាងយើងមក quotation ហ្នឹងយើង note concept របស់យើងណាយើង note concept note របស់យើងតកតងទៅនឹងការធ្វើការងារយើងរៀបរាប់មកថាយើងទទួលប្រាក់កក់មុនសិនទើបយើងចាប់ផ្ដើមធ្វើការងារអញ្ចឹងយើងអាចយក 50% មក 50% នៃបច្ចេកមួយអញ្ចឹងទៅណាហើយបើសិនតែយើងគាត់តឹងតែងចរចាយ៉ាងណាក៏កុំឲ្យចុះឆ្ងាយពីនឹងខ្លាំងពេកណា 40% ឬ 45% អីបានដែរព្រោះការងារខ្លះបើសិនតែយើងអត់ទទួលប្រាក់កក់មុនទេគឺពិបាកហើយណាពេលខ្លះគាត់ធ្វើការងារយើងហើយក៏បោះបង់យើងចោលអញ្ចឹងយើងខាតពេលវេលាខាតទាំងការស្រាវជ្រាវច្រើនមែនតើណាអញ្ចឹងយើងត្រូវតែយកប្រាក់កក់ជាមុនបានយើងចាប់ផ្ដើមធ្វើការងាររបស់គាត់ចូលមកដល់ចំណុចទី5នៅពេលដែលអតិថិជនគាត់តំណឲ្យយើងធ្វើការងារណាមួយអញ្ចឹងយើងត្រូវសួរព័ត៌មានលម្អិតណាចំពោះការងារទាំងអស់ហ្នឹងព័ត៌មានអីខ្លះដែលយើងត្រូវការពីគាត់ឧទាហរណ៍ design poster អីផ្សេងដែលយើងត្រូវការយើងត្រូវសួរអំពីចំណង់ចំណូលចិត្តរបស់គាត់ដែរតើ
គាត់ស្លាញ់បែបណាយ៉ាងទៅអាហ្នឹងបើយើងអាចសួរបានគឺតែតែបើសិនជាលក្ខណៈក្រុមហ៊ុនអាហ្នឹងគេមាន brand guideline ណាយើងមិនចាំបាច់ទៅសួរអីផ្សេងនេះយើងមើលតែ brand guideline គាត់ដែលគាត់មានហ្នឹងទៅតែបើសិនជាប្រភេទនៃអាជីវកម្មអនឡាញទេគាត់អត់មានទេអា brand guideline ហ្នឹងអញ្ចឹងយើងអាចសួរអំពីទម្រង់ដែលគាត់ចង់បានពណ៌ឬក៏យ៉ាងម៉េចអាហ្នឹងយើងបច្ចេកទេសនៃការសួររបស់យើងទៅដើម្បីអីដើម្បីឲ្យយើងយល់ពីគ្នាកុំយើងធ្វើដោយចិត្តឯងណាកាលណាយើងធ្វើចិត្តឯងអញ្ចឹងច្បាស់ណាស់ជាមានការកែច្រើនដងហើយអញ្ចឹងយើងត្រូវសួរពីអ្វីដែលគាត់ចង់បានវិញណាយើងធ្វើតម្រូវចិត្តគាត់ព្រោះអីយើងទទួលប្រាក់ពីគាត់យើងអាចធ្វើទៅតាមចិត្តដែលយើងចង់បានទេហើយអ្វីដែលយើងធ្លាប់បានសិក្សារៀនសូត្រមកគឺយើងធ្វើឲ្យទៅតាមគោលការណ៍ design មកចំពោះគាត់ចង់កែប្រែយ៉ាងម៉េចអាហ្នឹងក៏យើងទៅតាមគាត់ដែរព្រោះអីគាត់ជាអ្នកផ្ដល់ប្រាក់កម្រៃឲ្យយើងអញ្ចឹងក៏យើង follow ទៅតាមចំណង់ចំណូលចិត្តរបស់គាត់ដែរអញ្ចឹងបានយើងទាមទារសាកសួរព័ត៌មានលម្អិតអំពីអ្វីដែលគាត់ចង់បានជាមុនសិនមកដើម្បីឲ្យយើងយល់ពីគ្នាគាត់ត្រូវការអីគាត់ស្រឡាញ់បែបណាតើទៅនឹងពណ៌តើទៅនឹងទម្រង់តើទៅនឹងរូបភាពអីផ្សេងក៏យើងអាចសាកសួរគាត់បន្ថែមនៅក្នុងនឹងដែរដើម្បីឲ្យយើងចាប់ផ្ដើមធ្វើទៅគឺភាគរយវាត្រូវច្រើនណាកែវាតិចវិញអញ្ចឹងពេលយើងសួរហើយល្បិតហើយគឺយើងចាប់ផ្ដើមធ្វើទៅណាការងារទាំងហ្នឹងចូលមកដល់ចំណុចទី6ចំណុចនេះគឺវាមាន note នៅក្នុង quotation ដែរណាអញ្ចឹង quotation គឺមានការ note នៅក្នុងនឹងច្រើនណាអញ្ចឹងយើង note ចំនួនការកែដែរបើយើងអត់ដាក់អញ្ចឹងទេគឺយើងពិបាកនឹងធ្វើការណាពេលខ្លះគាត់គិតថាចង់កែពេលណាក៏បានកែចំនួនប្រមាណដងក៏បានដែរយើងអាចកំណត់ចំនួនដងទៅ3ដងឬក៏4ដងទៅហើយបើសិនជាកែលើនឹងទៅយើងដាក់ថាឆាយចំនួនប្រមាណយ៉ាងតែអាហ្នឹងយើងមានការ note អីឲ្យបានច្បាស់លាស់មកដើម្បីឲ្យយើងមានជាលក្ខណៈជា standard មួយកុំទៅតាមចិត្តដែលគាត់ចង់បានកែតាមចិត្តរហូតអញ្ចឹងយើងធ្វើការយើងមាន scope ច្បាស់លាស់មាន procedure មួយដែលអាចដាក់ទៅគឺឲ្យមានលក្ខណៈជា standard មួយសម្រាប់គាត់អនុវត្តតាមហ្នឹងតែអញ្ចឹងពេលខ្លះវាមិនមែនទៅដាច់ផឹងថា3ដងបានតែ3ដងនេះអានឹងគាត់ជាការកំណត់មួយទៅវាមានតែមានការយោគយល់តែថយតិចតួចទៅលើម្ដងអីក៏យើងមិនជាទូទាត់ដែរគាត់តែជាការកំណត់កុំឲ្យគាត់គិតថាការងាររចនាមួយនេះគឺវាងាយពេកចាប់ដាក់ពេកអញ្ចឹងវាមានរឿងរ៉ាវច្រើនទៀតនៅក្នុងហ្នឹងអញ្ចឹងយើងក្នុងនាមយើងជាអ្នកទទួលបច្ចេកមកធ្វើគឺយើងត្រូវដកខាត់សមត្ថភាពខ្លួនឯងឲ្យបានល្អធ្វើវាឲ្យល្អប្រសើរកុំធ្វើវាដើម្បីគិតថាឲ្យទៅហើយយើងធ្វើយកទឹកដៃដែរណាទឹកដៃយើងល្អជាងអតិថិជនចាស់ហ្នឹងនឹងមកតទៀតដែរយើងមិនមែនធ្វើតែម្នាក់ហ្នឹងទេយើងធ្វើបានល្អមកបច្ចេកទៅចឹងទៅវាជាស្នាដៃរបស់យើងកាន់តែល្អទៅហើយចឹងអតិថិជនក៏វាទៅតាមនឹងដែរខ្ញុំចូលរួមបាន6ចំណុចនេះដែរមិនជាច្រើនប្រហែលទេហើយយើងអាចយកទៅរៀបចំកែសម្រួលទៅលើចំណុចមួយចំនួនតែយើងគិតថាអត់ទាន់បានធ្វើអត់ទាន់បានអនុវត្តចំណុចទាំងអស់ហ្នឹងយើងទៅរៀបចំនិងអនុវត្តវាទៅព្រោះវាជាចំណុចជាក់ស្ដែងមួយដែលធ្វើឲ្យការងាររបស់យើងមានប្រសិទ្ធភាពខ្ពស់អូខេខ្ញុំចូលរួមបានប៉ុណ្ណឹងបើចូលចិត្តសូមកុំភ្លេចចុច like share subscribe ជួបគ្នានៅវីដេអូក្រោយ